ខ្ញុំជឿថាពិតជាមានរបាំងទាំងនៅក្នុងក្រុមគ្រួសារទាំងនៅក្នុងសង្គមក៏ប៉ុន្តែអ្វីដែលបំបែកកំបាំងរបាំងនេះបានគឺសមត្ថភាពគឺការបង្ហាញនៅសមត្ថភាពនិងការទទួលខុសត្រូវរបស់ស្ត្រីរបស់យើងកាលណាយើងមានសមត្ថភាពយើងមានការទទួលខុសត្រូវប្រកបទៅដោយគុណធម៌គឺគ្មានរបាំងណាមកបាំងយើងបានទេនេះចំពោះស្ត្រីអញ្ចឹងខ្ញុំសូមឲ្យស្ត្រីទាំងអស់ដើម្បីបំបែករបាំងនេះស្ត្រីត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រទាំងជំនាញទាំងចំណេះទូទៅហើយនឹងធ្វើម៉េចប្រឹងប្រែងដើម្បីមានឱកាសក្នុងការទៅដល់គោលបំណងរបស់ខ្លួន